សួស្តីបងប្អូនជាកសិករបាទថ្ងៃនេះមកបង្ហាញពីពោតអាយុមួយខែ10ថ្ងៃនេះឃើញថាល្អក្រន់ដើមវាឆ្លោះល្អក្រន់បាងបងនេះកៅស៊ីមួយដែរតាមអីបងប្អូនភ្លៀងស្ទើររាល់ថ្ងៃចេះដើមវាឆ្លោះល្អបងប្អូនពេលយើងថតចេះយើងឃើញញឹកដល់ពេលយើងដើមមើលមិនដឹងថាវាអំវិលដែរទេដើមវាកម្មាល់បើយើងនិយាយតនេះខ្ញុំដាំ2.6 គីឡូក្នុងមួយរៃវាធ្លាក់ដោយសារខ្ញុំកាត់កស៊ូអត់ស្មើវាធ្លាក់រាងកោដែរណាឃើញថាល្អបែកខាងលើនេះល្អគួរសមយើងអាចទទួលយកបានហើយអ្វីដែលខ្ញុំចង់មកបង្ហាញនេះក្នុងវីដេអូនេះគឺការដាំបងប្អូនមិនត្រូវដាក់ជ្រៅពេកណាការដាំដាក់មកល្មមបានហើយយើងធ្វើដីឲ្យស្អាតបើយើងធ្វើដីមិនស្អាតនេះដូចចូលនេះចឹងខ្ញុំធ្វើអត់ស្អាតលុបគីឡូវាស្អាតគឺវាហូរដាច់បើយើងធ្វើឲ្យស្មើហ្មងនេះមើលជាក់ស្ដែងទៅបងប្អូនឃើញវែងនឹងមួយស្អាតហ្មងស្លឹកត្រួយបដូលវាអីល្អហ្នឹងហើយនេះបើសិនជាយើងចង់បាញ់តកៅភាសាទៀតក៏បានបាច់ក៏បានដែរបងប្អូននេះស្រេចចិត្តយើងចឹងដំណាំពោតវាអត់មានអីពោតសាំញ៉ាំអីច្រើនវាតាម120ថ្ងៃបានកាច់ដូចដលងយើងតខួបស្រួលជាងដលងឃើញថាគួរសមណាស់ថ្ងៃនេះខ្ញុំមកបាយជីវាមុំបាយជីរ៉េយើងដើរមើលវាហើយតើវាទៅកៅយើងអាចបាញ់ម្ដងទៀតអត់បើសិនជាវាអត់ស៊ីច្រើនទៅយើងបាច់បាញ់នាំចំណាយលុយទៀតទេតែបើឃើញវាស៊ីច្រើនអាហ្នឹងយើងត្រូវតែបាញ់ណាបងប្អូនពណ៌ឡើងចេះមកដល់ពណ៌ស្មៅវាល្អដល់ស្មៅស្ងប់ស្អាតមិនបាញ់តែសិនខ្ញុំបាញ់ខ្លួនឯងយើងសិតទៅយើងរត់សម្រាំងពីទូចតិចហ្នឹងហើយមានប៉ុណ្្នឹងឯងបងប្អូនដែលចង់ដាំពោតអាចសួរនាំបាន